ដល់ថ្នោតឡើងគល់ឡើងកើតនាំខ្វល់ធៀងលូតឡើងវែងព្យួររស់ជាប់នឹមក្របីជាប់ស្នែងទទឹះទតេងព្យួរឆ្វេងមិនត្រូវដល់ថ្នោតវាធំមានស្លឹកវាទុំវាជ្រុះក្នុងស្រូវស្រែកឆ្ងាយពីផ្ទះឃ្លាតណាស់ពីផ្លូវទម្រាំតែទៅរលួយស្រូវអស់រឿងអរិយក្នុងដើមត្នោតក្នុងអតីតកាលដ៏សែនយូរមានបរិសុទ្ធស្ត្រីពីរនាក់រស់នៅក្នុងខ្ទមចាស់រហែកក្បែរដើមត្នោតជាច្រើន ម៉ែវាមើលថែខ្លួនណាខ្ញុំទៅរើសគៀវថ្នោតទុកប្រកាត់ភ្លើងឲ្យឯងឆ្អើក្រោយពេលសម្រាលចាពុកវាកុំទៅយូរពេកណាខ្ញុំដូចជារៀងសៀតពោះហើយ បើអញ្ចឹងខ្ញុំមិនទៅរើសឆ្ងាយទេខ្ញុំរើសជាប់ខ្ទមនេះទៅចុះខ្ញុំខ្លាចឯងឈឺពោះសម្រាលណាចាពុកវាសាយ័ន្តទន្ទាបបន្តិចពូម៉ៅក៏បានទៅរើសគៀវត្នោតក្បែរផ្ទះកំពុងតែរើសមីងទូចក៏បានស្រែកហៅថាពុកវាអើយពុកវាសូមជួយខ្ញុំផងខ្ញុំចាត់សម្រាលកូនហើយពុកវាលើបែបនោះហើយពូម៉ៅក៏បានរត់មកយ៉ាងលឿនដើម្បីជួយគ្រាមីងទូច ថាម៉េចម៉ែវានេះម៉ែវាឯងចិត្តសម្រាលឲ្យមើលទៅពុកវាខ្ញុំឈឺពោះណាស់អូយឈឺណាស់ ម៉ែវាទ្រាំសិនទៅណាខ្ញុំទៅហៅយាយមកបន្តិចសិនហើយលេងតន់ហើយពុកវាខ្ញុំចិត្តកើតហើយ បើអញ្ចឹងមកប្រយ័ត្នផងណាម៉ែវាទ្រាំសិនណាពេលនោះដែរមីងទូចក៏បានសម្រាប់កូនដោយខ្លួនឯងបានសម្រាប់និងសុវត្ថិភាពផងដែរ ប្រសើរណាស់ម៉ែវាអើយយើងបានកូនប្រុសម្នាក់ស្អាតណាស់ឲ្យត្រលុចលុច ពុកវាឲ្យខ្ញុំមើលបន្តិចមកពុកវា បាទម៉ែវាបើអញ្ចឹងខ្ញុំទៅប្រកាត់ភ្លើងឲ្យណា ពូម៉ៅកំពុងរៀបចំប្រមូលគីវត្នោតដុតស្រាប់តែគាត់បានឃើញថាមានស្រមោលមនុស្សដើរក្រោមដើមត្នោតជាមួយនឹងរូបរាងធំជាមនុស្សធម្មតា ហេនរណាគេដើរនោះដូចជាមានមៀតធំចម្លែកម្លេះ ពូម៉ៅបំរុងតែដើរទៅសួរនាំស្រាប់តែស្រមោលបរោះនោះដើរចូលទៅក្នុងដើមត្នោតបាត់ទៅព្រមទាំងបន្សល់ទុកនៅក្រណាត់មួយដុំផងដែរ ចម្លែកណាស់គាត់តាណាលឿនម្លេះរួចចុះនោះជាអ្វីទៅដូចជាកណាត់មែនទេ ពូម៉ៅដើរសំដៅទៅរកដើមត្នោតកាន់តែជិតហើយគាត់សម្គាល់ឃើញថាមានក្រណាត់មួយដុំដ៏ស្អាតពិតមែន តើបរោះនោះបានជ្រុះកណាត់ទេដឹងមិនអីទេខ្ញុំនឹងយកទុកឲ្យគាត់ចុះ ពូម៉ៅគិតថាបើបរោះនោះមកវិញគាត់នឹងប្រគល់ក្រណាត់នោះជូនម្ចាស់ដើមវិញតែភ្លាមនោះមានសម្លេងនិយាយមកកាន់គាត់ថា ម៉ៅចូលយកកណាត់នេះទៅគ្របដណ្ដប់ឲ្យកូនឯងចុះនេះជាអំណោយរបស់យើងជូនដល់ទារកតូចនោះតើលោកចេតនាដែរ ទោះពូម៉ៅស្រែកសួរបែបនេះក៏ដោយតែសម្លេងនោះមិនបានឆ្លើយតបអ្វីនោះឡើយ គឺខ្ញុំអរគុណហើយណាលោកដែលបានផ្ដល់កណាត់ម្ដុំនេះដល់កូនខ្ញុំ ពូម៉ៅខ្លាចតិចបែកញើសខ្នងភ្លាមនោះគាត់ក៏បានយកក្រណាត់ទៅដណ្ដប់ឲ្យកូនគាត់យ៉ាងលឿន ម៉ែវាមើលនេះថាខ្ញុំបានអីមកឯ តើជាអ្វីទៅពុកវា គឺមានអំណោយពីអ្វីក៏មិនដឹងដែរសុកបង្ហាញមកក្បែរគល់ថ្នោតមុខផ្ទះយើងខ្ញុំគិតថាជាអំណោយរបស់ទេវតាហើយ ចាពុកវាបើអញ្ចឹងទៅដប់ឲ្យកូនជើងចោះមើលទៅកូនជើងរងាហើយ បាទម៉ែវា ពូម៉ៅមីងទូចមើលថែកូនប្រុសឈ្មោះថាផាណប់បានយ៉ាងល្អទីបំផុតគាត់ក៏បានធំពេញវ័យ18ឆ្នាំក្រោយមកកូនប្រុសទៅរើសថ្នោតទុំមកឆាប់ឡើងម៉ែធ្វើអាកោថ្នោតឲ្យហូបណា បាទម៉ែកូននឹងទៅឥឡូវនេះព្រោះកូនចង់ហូបណាស់ ចាកូនម្យ៉ាងកូនក៏មិនបាច់ទៅណាឆ្ងាយដែរចិត្តផ្ទះនឹងណាក៏មានថ្នោតទុំមិនខ្វះទេ ម៉ែនិយាយអញ្ចឹងផ្ទះយើងនៅចិត្តដើមថ្នោតពិតជាសំណាងណាស់ព្រោះដើមថ្នោតដាំងាយធំទេកូនកើតមកក៏ឃើញមានដើមថ្នោតធំខ្ពស់ស្រាប់តែម្ដង ចាហើយកូនក៏ត្រូវតែដាំផងណាទុកជាប្រយោជន៍ដល់ក្មេងចំនួនក្រោយ បាទម៉ែកូននឹងព្យាយាមដាំឲ្យច្រើនហើយដាំឲ្យត្រូវកន្លែងបំផុតណាម៉ែ ចាកូនល្អហើយមិនដាំទុកឲ្យក្មេងចំនួនក្រោយណាមិនបានទេព្រោះថ្នោតនេះណាប្រយោជន៍ច្រើនណាស់មានតាំងតែពីគល់រហូតដល់ចុងតែម្ដងគឺគ្មានទាស់ឡើយណា បាទម៉ែប្រយោជន៍មានច្រើនបែបនេះបើមិនដាំពិតជាគួរឲ្យស្ដាយណាស់ម្យ៉ាងក៏ប្រើពេលយូរទៀតបើពួកយើងមិនដាំយូរទៅអាចនឹងផុតពូជជាមិនខានទេ
ចាឥឡូវបានហើយណែឆាប់ទៅឲ្យលឿនទៅតន់មានពលឺថ្ងៃកាលណាមេឃត្រជាក់ណាសាច់ថ្នោតមិនឡើងទេណាកូន បាទម៉ែ ផាណុបបានរើសថ្នោតទុំល្អមកជូនមីងទូចជំវិញក្រោយផ្ទះចំណែកមីងទូចក៏បានចំអិនអាកោត្នោតបានជាច្រើនផងដែរកូនផាណុបម៉ែដោះយកសាច់ត្នោតហើយណាកូនយកក្របនេះទៅកប់ដីចោះណាត្រូវភ្លៀងត្រូវសន្សើមវានឹងដោះហើយ បាទម៉ែកូននឹងដាំដោយយកចិត្តទុកដាក់បំផុត ចាកូនទៅចោះណែកុំលេងច្រើនពេកណាធំហើយឆាប់មកផ្ទះនឹងអាលបានហូបបាយជុំគ្នាបន្តិចទៀតណាពកូនមកពីឡើងត្នោតវិញហើយ បាទអ្នកម៉ែដ៏ស្រស់ស្អាត ដោយក្តីរីករាយស្រស់ស្រាយផាណុបកាន់ក្របត្នោតបណ្ដើច្រៀងបណ្ដើនិងបាននិយាយម្នេះឯងថា ហើយខ្យល់ចំណូលលហើយបែបនេះខ្ញុំគិតសូត្រកំណាព្យប្រមាណឃ្លាសិន គិតហើយផាណុបក៏បានសូត្រកំណាព្យដកស្រង់ចេញពីអត្ថបទកំណាព្យច្បាប់ល្បើកថ្មីរបស់លោកតាភិរមភិសាអ៊ូហើយងុយប៉ុន្មានឃ្លា កុំយកគ្រាប់ត្នោតទៅដាំទៅដោតពីលើភ្លឺស្រែចិត្តគិតប្រមាណចង់បានផ្កាផ្លែដាំដុះដង្ហែបង្ហិនខ្លួនឯងដល់ត្នោតឡើងគល់ឡើងកើតនាំខ្វល់ធៀងលូតឡើងវែងព្យួររស់ជាប់នឹមក្របីជាប់ស្នែងទទឹះទតេងព្យួរឆ្វេងមិនត្រូវដល់ត្នោតវាធំមានស្លឹកវាទុំវាជ្រុះក្នុងស្រូវស្រែកឆ្ងាយពីផ្ទះឃ្លាតណាស់ពីផ្លូវទំរាំតែទៅរលួយស្រូវអស់ លើសំឡេងផាណុបសូត្របែបនេះធ្វើឲ្យពូម៉ែនចាប់អារម្មណ៍រួចនិយាយមកកាន់ផាណុបថា អាយ៉ាលោកក្មួយនេះឆ្លាតណាស់តើហើយចេះកំណាព្យមកពីណាដែរក្មួយជំរាបសួរពូគឺខ្ញុំចេះតាមពុកបង្រៀនហ្នឹងណាពុកបង្រៀនកំណាព្យលោកតាក្រុមងុយដល់ខ្ញុំញឹកញាប់ណាស់មានអីល្អដែរតើម្យ៉ាងទៀតសូត្រស៊ីគ្នានឹងស្ថានភាពដែលក្មួយកំពុងតែដាំដើមត្នោតតែម្ដងបាទពូជួយតបន្តិចទៀតទេខ្ញុំឮថាពូក៏ប្រកែចងចាំដែរមានអីបានតើក្មួយ ដោយសារបរិយាកាសល្អពូម៉ែនក៏បានតបទៅកាន់ឃ្លារបស់ផាណុបបន្ត កូនអើយកំឆោតបើចង់បានត្នោតដាំដោយគៀនកោះដីទួលចំការឯណាចន្លោះដាំជារបស់ជាជួររបងរបៀបចំការថែទាំរក្សាយូរស្រះម្ដងស្រះឲ្យត្រូវជួរមើលគួរសមផងកុំបើកមុជឆ្លងទៅស្រះខាងក្រៅមិនគប់ប្រសើររបងវាដើរអ្នកម្ខាងវាក្តៅកើតក្តីកើតក្តាំអស់ខោអស់អាវខឹងអស់ញាតផៅពីព្រោះចំការហើយពូសោតប៉ុណ្ណឹងបានហើយបើសោតឲ្យអស់នោះយប់មិនខានទេក្មួយអើយ បាទពូបើសោតទៀតមិនងាយចប់ទេនឹងឲ្យក្មួយកំណាព្យលោកតាភិរមភាសាអ៊ូមានន័យអប់រំណាស់ពូតែងតែសោតរាល់យប់ហ្នឹងបាទពូមានន័យល្អណាស់កាន់តែសោតកាន់តែជក់ចិត្តលោកបានអប់រំទូនមានពួកយើងអនុវត្តទៅគឺមិនខុសទេណាក្មួយបានហើយពូលាហើយណាបញ្ញាប់ទៅចងគោបន្តិចបាទពូអរគុណហើយណាពូដែលបានណែនាំបន្ថែមមិនអីទេក្មួយ អរិយពេលជាច្រើនឆ្នាំពូម៉ៅមីងទូចក៏កាន់តែចាស់ព្រមទាំងធ្លាក់ខ្លួនឈឺជាទម្ងន់ កូនប្រុសពុកម៉ែប្រហែលជាដល់ពេលលាពីកូនរហូតហើយណាពុកម៉ែឈប់មានប្រសាសន៍បែបហ្នឹងទៅកូននឹងទៅរកថ្នាំយកមកព្យាបាលពុកម៉ែ គ្មានប្រយោជន៍ទេព្រោះពុកម៉ែអាយុច្រើនណាស់ហើយមនុស្សយើងតែងតែមានកើតហើយក៏មានស្លាប់ ចាំបណ្ដាំពុកណាកូនធ្វើជាមនុស្សគ្មានអ្វីយកទៅជាមួយបានក្រៅពីបុណ្យនិងបាបទេហើយដូច្នេះត្រូវសាងល្អឲ្យបានខ្ជាប់ខ្ជួនឮទេកូនបានកូននឹងចងចាំដំបូន្មានរបស់ពុក បន្ទាប់ពីពូម៉ៅមីងទូចស្លាប់បាត់ទៅផាណុបក៏បានបន្តធ្វើត្នោតពីពូម៉ៅនិងរស់នៅតែម្នាក់ឯង អស់រយៈពេលជាច្រើនឆ្នាំទៅហើយខ្ញុំដូចជាមិនធូរធាននឹងគេសោះខ្ញុំប្រហែលជាបន្ថែមមុខរបររកស៊ីទៅបាន ផាណុបកំពុងតែនិយាយម្នាក់ឯងស្រាប់តែអរិយត្នោតបានបង្ហាញខ្លួនចេញមកនៅចំពោះមុខគាត់ កុំបារម្ភអីផានំយើងនឹងជួយឯងតើ
តើលោកជានរណាហ្នឹងយើងគឺជាអរិយថ្នោតយើងមកអាស្រ័យនៃដើមថ្នោតនេះតាំងតែពីឯងកើតម្ល៉េះអញ្ចឹងមានន័យថាលោកស្គាល់ខ្ញុំច្បាស់ណាស់មែនទេមែនហើយយើងអាចជួយឯងឲ្យមានជីវភាពល្អបានណាតើធ្វើបែបណាទៅចូលយកចបមកកាប់ឫសត្នោតនេះចុះឫសត្នោតនេះនឹងជួយព្យាបាលជំងឺដល់អ្នកស្រុកជាមិនខានបើកាប់យកឫសត្នោតនេះមុខជាងាប់ជាមិនខានទេមិនអីទេយើងនិយាយហើយតើថាយើងនឹងជួយឯងបានខ្ញុំជឿលើលោកទៅចុះចាប់តាំងពីពេលនោះមកផាណុបបានចូលឬថ្នោតក្បែរផ្ទះទៅលក់ឲ្យអ្នកភូមិដាំទឹកហូបជាពីជំងឺគ្រប់គ្នានៅផ្ទះថ្មីរបស់ផាណុបបងនប់ម៉ែឲ្យយកចេកមកឲ្យបងណាបងរួចចុះឯងមិនទុកហូបទេអីមើលចុះចេកថ្លោះណាស់ទុកហូបខ្លះទៅអាកូនគឹមអត់ទេបងខ្ញុំមានហើយម៉ែថានេះជាអ្វីដែលម៉ែចង់អរគុណដល់បងដែលបងបានជួយព្យាបាលពុកឲ្យជាពីជំងឺណាបងបើអញ្ចឹងបងអរគុណហើយណាបាទបងខ្ញុំទៅផ្ទះវិញហើយណាបងទៅចុះដើរប្រយ័ត្នប្រយែងផងក្រែងថ្នោតទុំវាជ្រុះមកប៉ះណាបាទបងថ្នាំធម្មជាតិឬថ្នោតខ្ញុំលក់ដាច់ណាស់អរគុណហើយអរិយថ្នោតផាណុបឈរនិយាយក្បែរដើមថ្នោតចំណែកឯអរិយថ្នោតក៏បានបង្ហាញខ្លួនចេញមកមិនអីទេផាណុបចូលអញរៀបចំខ្លួនចុះថ្ងៃនេះនឹងមានសំណាងមិនខានសំណាងមែនទេតែជាសំណាងអ្វីទៅសូមជឿយើងចុះបានខ្ញុំជឿលោកម្ដងទៀតហើយដោយផាណុបនិយាយអញ្ចឹងព្រះរាជាក៏នាំព្រះមហេសីមកព្យាបាលដល់ផ្ទះរបស់ផាណុបសូមថ្វាយបង្គំព្រះអង្គតើទ្រង់យាងមកទីនេះមានការអីដែរក្រាបទូលគឺយើងចង់ឲ្យឯងជួយព្យាបាលជំងឺព្រះមហេសីយើងតែឯងអាចជួយបានទេជាកិត្តិយសធំធេងណាស់សម្រាប់ទូលបង្គំក្រាបទូលដែលទ្រង់យាងមកដល់ទីនេះដោយផ្ទាល់មិនអីទេតែឥឡូវនេះចូលឯងជួយព្យាបាលឲ្យមហេសីយើងផងណាទូលបង្គំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្រាបទូលផាណុបបានយកគ្រឹះថ្នោតដែលអរិយឲ្យដាំថ្វាយព្រះមហេសីមិនយូរទ្រង់ក៏បានដឹងព្រះកាយអស់ចានណាស់ម្ចាស់អូនដឹងប្រកាយហើយព្រះស្វាមីអូននៅទីណាអូនសគត់ហើយមែនទេអត់ទេអូនជាវិញហើយពេលនេះទ្រង់អស់អីហើយក្រាបទូលប៉ាត់មែនណាអូនសប្បាយប្រទៃណាស់ព្រះស្វាមីអរគុណណាស់ណាផាណុបលោកសេនាប្រទានរង្វាន់ដល់គេផងកណាថ្លៃវិសេសទូលបង្គំសូមអរព្រះគុណនេះជាកិត្តិយសខ្លាំងណាស់សម្រាប់ទូលបង្គំក្រាបទូលមិនអីទេយើងដូចជាឆ្ងល់ណាស់តើឯងមានអ្វីពិសេសបានជាអាចព្យាបាលព្រះមហេសីយើងលឿនដូច្នេះគឺទូលបង្គំមានអាគមផ្សំអាយុមានថ្នាំឬថ្នោតមានសេចក្តីល្អទឹកចិត្តស្មោះសរបំណងប៉ងឲ្យគ្រប់គ្នាបានសុខលាយចូលគ្នាណាក្រាបទូលពិតជាមានមួយគ្មានពីរមែនយើងយល់ហើយយើងលាហើយណាផាណុបសូមថ្វាយបង្គំលាក្រាបទូលបន្ទាប់ពីព្រះមហេសីជាសះស្បើយព្រះរាជាក៏បានវិលទៅព្រះនគរវិញគ្រានោះនីដូនក៏បានឃើញហេតុការណ៍នោះផងដែរគ្រាន់តែរឹសថ្នោតសោះហេតុអីក៏អាផាណុបមានសំណាងអីម្លេះផ្ទះយើងក៏មានរឹសថ្នោតដែរមិនក៏យើងមិនយកទៅថ្វាយទ្រង់ដែរទៅគិតហើយនីដូនក៏បានជីកយកគ្រឹះថ្នោតក្បែរផ្ទះទៅថ្វាយទ្រង់ផងដែរនៅតាមផ្លូវសូមថ្វាយបង្គំព្រះរាជាតើឯងជាអ្នកណាហើយមកមានការអីដែរទូលបង្គំគឺជាអ្នកជីកថ្នាំរឹសថ្នោតល្អឯកសូមព្រះអង្គទទួលយកថ្នាំនេះផងចុះក្រាបទូលល្អណាស់តែថ្នាំរឹសឈើនេះដូចជានៅស្រស់យើងអរគុណហើយតែយើងមិនទទួលទេណាសូមឯងទុកវិញចុះទូលបង្គំប្រឹងជីកទាំងមេឃក្តៅដើម្បីទ្រង់សូមទ្រង់ទទួលយកផងទៅក្រាបទូលអត់ទេ
ក្នុងភូមិនេះយើងត្រូវការតែថ្នាំភ្នប់តែប៉ុណ្ណោះព្រោះគេជាមនុស្សម៉ត់ចត់មានសេចក្តីស្រឡាញ់ថែមទាំងមានថ្នាំឫសឈើពិសេសគ្មាននរណាអាចធ្វើដូចគេបានឡើយសូមទោសណាយើងអរគុណទឹកចិត្តរបស់ឯងហើយលោកសេនាចេញដំណើរក្នុងគ្រានោះនីដនមានកំហឹងជាខ្លាំងកត់គុំគួនក្នុងចិត្តច្រណែននឹងវាសនារបស់ផាណូ មិនបានទេយើងមានតែទៅលួចឫសឈើអាភ្នប់ទៅបានពេលនោះព្រះអង្គនឹងព្រមទិញថ្នាំឫសត្នោតយើងមិនខានទេបើបែបនោះយើងនឹងក្លាយជាអ្នកមានជាមិនខានគិតបែបនោះហើយនីដនក៏បានលុបលួចចូលទៅជីកឫសត្នោតដែលនៅក្បែរផ្ទះរបស់ផាណូ ពិតជាឫសល្អមែនហើយយើងត្រូវប្រញាប់យកវាចេញទៅឲ្យលឿនទៅបានពុំនោះទេអាភ្នប់វាមិនទាន់មិនខាននីដនបានលួចជីកឫសត្នោតផ្ទះរបស់ផាណូបានមួយចំនួនធំរួចក៏បានសម្ដៅទៅកាន់រាជវាំង សូមថ្វាយបង្គំព្រះអង្គគឺទូលបង្គំយកថ្នាំឫសត្នោតពីផ្ទះអាភ្នប់មកថ្វាយក្រាបទូលតើភ្នប់ផ្ញើតាមលោកមកមែនទេអត់ទេនេះជាថ្នាំដែលទូលបង្គំយកពីអាភ្នប់មកព្រោះត្បិតអាភ្នប់គេបានបង្រៀនទូលបង្គំពីរបៀបផ្សំថ្នាំក្រាបទូលពិតមែនទេលោកសេនាយកថ្នាំនោះទៅដាំហូបទៅមើលព្រះអង្គណែគឺទូលបង្គំមិនហ៊ានសាកទេក្រាបទូលយ៉ាងម៉េចលោកសេនាលោកមិនហ៊ានសាកហូបទឹកថ្នាំនេះទេមែនទេតាមពិតព្រះរាជាបានដឹងអត្តកម្បាំងរបស់លក្ខណៈពិសេសថ្នាំផាណុបទៅហើយតែទ្រង់មិនចង់ឲ្យនីដនបាក់មុខតបធ្វើជាទទួលតែម្ដងទៅតែនីដនដូចជាទទូចពេកហើយចុះនីដនឯងតើហ៊ានហូបទេទូលបង្គំគឺណែយើងប្រាប់លោកហើយថាក្រៅពីផនប់យើងមិនចង់ទទួលទេតែលោកដូចជាបង្ខំយើងណាស់តែទូលបង្គំគ្រាន់តែចង់ឲ្យព្រះអង្គបានជួបរបស់ល្អតែប៉ុណ្ណោះទេក្រាបទូលលោកទៅវិញចុះយើងមិនដាក់ទោសលោករាប់ថាសំណាងទៅហើយលោកដឹងទេការដែលយកថ្នាំមកផ្ដេសផ្ដាស់ដើម្បីតែរង្វាន់មាសប្រាក់របស់លោកនេះវាមិនខុសអីពីការប៉ុនប៉ងធ្វើឃាតយើងនោះទេព្រះអង្គទូលបង្គំអត់មានបំណងបែបនេះទេក្រាបទូលយើងដឹងតែលោកល្ងងនឹងលោភលន់ពេកហើយព្រោះតែចង់បានប្រាក់ដូចជាភ្នប់សុកចិត្តយកឫសត្នោតផ្ដេសផ្ដាស់យកមកឲ្យយើងឥឡូវនេះតន់យើងបតីតិចឆាប់ចេញទៅវិញទៅនីដនបានដើរចេញមកពីរាជវាំងទាំងក្តីអាម៉ាស់បំផុតហើយគាត់បានគិតក្នុងចិត្តថាព្រះអង្គដូចជាបំបាក់មុខយើងពេកហើយនេះមកពីអាភ្នប់តែម្នាក់គត់ចាំមើលណាយើងនឹងបំផ្លាញឯងចង់បានដូចគេតែធ្វើមិនបានបែរជាគុំគួនគេទៅវិញមើលចោះឃើញថាផាណុបមិននៅនីដនក៏បានយកភ្លើងដុតដើមត្នោតដែលមានអារក្សនោះតែម្ដងដើមត្នោតនេះមែនទេយើងនឹងដុតចោលឲ្យខ្ទេចចាំមើលថាអាភ្នប់វាបានអីរស់ទៀតក្នុងពេលនោះភ្លើងមិនឆេះដើមត្នោតទេតែភ្លើងបែរជាឆាប់ឆេះនីដនរលាកពីពេញខ្លួនទៅវិញអាយអូយក្តៅណាស់នីដនក៏បានរត់ចេញទាំងរលាករលួយពីពេញខ្លួនចំណែកឯផាណុបក៏បានមកដល់ល្មមតើមុននេះមានរឿងអីទៅពេលនោះអារក្សត្នោតក៏បានបង្ហាញខ្លួនចេញមកមុននេះនីដនបានដុតដើមត្នោតនេះតែគេបានរលាករលួយខ្លួនឯងទៅហើយតែលោកធ្វើសងទៅលើគេវិញមែនទេអត់ទេនេះជាកម្មប៉ុណ្ណោះព្រោះហេតុតែគេមានបំណងចង់បំផ្លាញឯងនិងចង់ដុតទីអាស្រ័យរបស់យើងដូច្នេះគេក៏ត្រូវភ្លើងឆេះបែបនេះទៅពិតជាសង្វេគណាស់មិនគួរនេដនមានគំនិតបែបនេះសោះយើងជាអារក្សសន្សំបុណ្យបើមានគេមកបំផ្លាញគេនឹងទទួលបានផលបែបនេះហើយចូលឯងខំសន្សំបុណ្យណានោះគ្មានមានណាមកបំផ្លាញឯងបានទេបានខ្ញុំយល់ហើយចាប់តាំងពីពេលនោះមកផាណុបនៅតែបន្តយកឫសឈើដែលអារក្សត្នោតបានផ្ដល់ឲ្យដើម្បីព្យាបាលអ្នកស្រុកអ្នកភូមិរហូតតទៅ